Bà chỉ miệt số phục mày bong ôn này bà fan fan bằng Facebook bà chẳng ôn đi đầm bay sai chùm ngo bong ôn này thà account make cho account cái đôi pay chân với cái ai miền là ca rồi lôi tam account Facebook mình bàn tiệt bà chẳng bong ôn bởi trong ban account bong ôn hỏi update tới đôi page thì hai thà update tới professional mode bong ôn bà chẳng professional mode គឺបងប្អូនអាចមានឱកាសរកលុយបានបងប្អូនណាពេលដែលគ្រប់គោលការណ៍គ្រប់អីរបស់វា Facebook នឹង invite យើងរកលុយបានហើយក៏វាមិនទៀងថាបានពេលណាដែរតែគ្រាន់ថាវាមាន follow មានអីបានច្រើនដូច page អញ្ចឹងបងប្អូនបាទអញ្ចឹងតោះដើម្បីបើក professional mode បានបងប្អូនត្រូវចូលទៅបើកវាតែអត់បើកវាគឺយើងជា account Facebook ធម្មតាអញ្ចឹងឥឡូវបងប្អូនចូលក្នុង Facebook បងប្អូនមកបាទនេះគឺជា Facebook បងប្អូនបាទអញ្ចឹងបងប្អូនចុចទៅលើ profile ខ្លួនឯងនៅរូបភាព profile ហ្នឹងបាទចុចទៅបងប្អូនឃើញមាន friend តែបើសិនណាជា page វាមាន follower following ហ្នឹងបងប្អូនបាទអញ្ចឹងដើម្បីបើកបានបងប្អូនចូលទៅក្នុង account ខ្លួនឯងចឹងមកចុចលើរូបភាព account យើង profile យើងហើយបងប្អូនទៅមើល tray 3ខាងលើនេះបងប្អូនចុចលើ tray 3ហ្នឹងមកបងប្អូនមើលខាងក្រោមនេះវាដាក់turn on professional mode បាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកបាទបងប្អូនចុចលើហ្នឹងហើយចាំវាមកផ្លែតមកបងប្អូនវាកុំដើរនេះដោយសារតែអ៊ីនធឺណិតវារៀងយឺតបន្តិចចាំឥឡូវខ្ញុំសុំធ្វើការបិទ Wi-Fi ចោលបិទ Wi-Fi ចោលបាទនេះឥឡូវខ្ញុំចូលមើលម្ដងទៀតបាទខ្ញុំចុច tray 3ហើយចុច turn on professional mode បាទវានឹងចេញបែបនេះបងប្អូនយកពាក្យថា turn on ពណ៌ខៀវបាទពាក្យថា turn on នឹងមករងចាំវាមកផ្លែតមកបាទមកដល់កន្លែងបងប្អូនចុច next បាទហើយបងប្អូនចុច next ទៀតខាងក្រោមកន្លែងនេះបងប្អូនយកពាក្យថា publish បាទ publish suggest បាទបងប្អូនទៅយកហ្នឹងមកណាអាហ្នឹងលី follow ទៀតមកយើងខាងកន្លែងនេះដូចពេលដែលយើងផុសចឹងវាយើងផុសឲ្យឃើញតែ friend របស់យើងឬក៏ផុសអីចឹងតែយើងយកនេះ publish បាទបងប្អូនចុច next ទៀតនេះគេ review ឲ្យយើងអានបាទអាន setting ដែលយើងមិនបាច់អានទេបាទយើងចុច next ហ្នឹងវាចេញកន្លែងអានមិនបាច់អានទេចុចពាក្យ confirm បាទរួចហើយមកដល់កន្លែងបងប្អូនបាទតែបងប្អូនមានប្រាប់ថាយើងមានឱកាសអាចរកលុយបានបាទអញ្ចឹងចុច next ទៅទៀតមិនខ្វល់ទេអានេះវាចេញអីចេញមកបាទវាមាន tool ច្រើនតែវាបង្ហាញឲ្យយើងតែពីរហ្នឹងបាទអញ្ចឹងយើងចុច next ទៅទៀតបាទដល់កន្លែងបងប្អូនចុច next ទៀតបាទដល់កន្លែងនេះបងប្អូនចុចពាក្យថា skip មកមិនបាច់ធ្វើអីទៀតទេបងប្អូនចុចពាក្យថា skip បាទរួចហើយបងប្អូនចុចពាក្យថា go to your professional dashboard បាទឃើញបងប្អូនប៉ុណ្នេះហើយមកដល់កន្លែងនេះបងប្អូនយើងលេងដើម្បីចង់បានរិចច្រើនចង់បានអ្នកមើលយើងច្រើនបាទអញ្ចឹងយើងយកអាលឿនមកបងប្អូនបើបងប្អូនអត់ទៅសិនទៅចុច update វាទៀតទៅខ្ញុំតែខ្ញុំណៃដល់បងប្អូនយកអាលឿននេះ reach more people ហើយយកពាក្យថា update បាទយកប៉ុណ្ណឹងមកប៉ុណ្ណឹងរួចរាល់ហើយបងប្អូនបាទអស់ហើយអញ្ចឹងបងប្អូនអាច back ទៅវិញមកបាទហើយបងប្អូន refresh Facebook យើងមួយទាញចុះក្រោមអញ្ចឹងឲ្យវា refresh ណាបងយើងមើលវានឹង load ហ្នឹងបងវាទៅជា follower និង following វិញជាទម្រង់ហៅ professional mode ដូច page អញ្ចឹងហើយបងប្អូនមើលឡើង dashboard ហ្នឹងបងប្អូនមាន dashboard មានអីទៅយើងចូលទៅបាទនេះយកតាយកទៅបងប្អូនយើងចូលដំបូងបាទអញ្ចឹងយកឆៃលេងលេងវាទៅណាបាទអញ្ចឹងវាប្រាប់ថាយើងដំបូងឲ្យយើងធ្វើកាយខ្លះនេះទៅមិនបាន6ផុសហ្នឹងមកបងប្អូនផុសក៏ផុសទៅតែផុសតាមវាល្អបងប្អូនណាបាទទេបងប្អូននេះឃើញមានតម្រងស្អាតចឹងបងប្អូនបាទគេអាចទៅមើលម៉ូដថៃទេសម្រាប់យើងនេះអត់ទាន់មានទេបងប្អូនបាទចាត់អត់ទាន់មានទេបាទអញ្ចឹងបងប្អូននេះតម្រងដូច page ហ្នឹងយើងអាចបើកបានហើយបាទអញ្ចឹងអាវីដេអូដែលបើកតម្រងដើម្បីអាចឈានទៅដល់ការរកលុយបានហ្នឹងមានប៉ុណ្ណឹងអរគុណច្រើនជំរាបលាបងប្អូន